សួស្តីបងប្អូនអរគ្នាឥឡូវយើងចូលមកវីដេអូបន្តទៀតយើងនឹងចប់ក្នុងវិញ្ញាសាឆ្នាំ2015ណាអូខេឥឡូវនៅក្នុងវិញ្ញាសានេះយើងមាន6រមាំងឥឡូវដល់រមាំងទី6ហើយអឺក៏គេថាតើទិន្នន័យអ្វីដែលត្រូវការដើម្បីគណនាកំហាប់របស់បាសដែលគេមិនស្គាល់វ៉ាវប្លែកណាស់អូខេតោះសំណួរខចូលគណនាកំហាប់អ៊ីយ៉ងអ៊ីដ្រូស៊ីតដែលមាននៅក្នុងសូលីសុងកាលណាគេដាក់59.0 មីលីលីត្រអូខេសូលីសុងអាស៊ីតកំហាប់ 0.3 m ឬក៏ម៉ូលណាឲ្យធ្វើប្រតិកម្មបន្សាបជាមួយសូលីសុងបាស59.0 មីលីលីត្រអូខេឥឡូវយើងកុំឲ្យខាតពេលទៅមើលដំណោះស្រាយអញ្ចឹងនៅក្នុងដំណោះស្រាយក៏ទិន្នន័យដែលត្រូវការដើម្បីវាស់កំហាប់របស់បាសដែលគេមិនស្គាល់ឬគេត្រូវជ្រើសរើសទំនាក់ទំនងកំហាប់នឹងមៀតអូខេ CAVA ស្មើជាមួយនឹង CBV តាមពិតទៅទំនាក់ទំនងនេះវាមាននៅក្នុងមេរៀនហើយតើណាវាមាននៅក្នុងមេរៀនហើយកាលពីយើងរៀនមេរៀនយើងបានអនុវត្តទៅលើរូបមន្តនឹងច្រើនណាស់ច្រើនឬម្យ៉ាងទៀតគេធ្វើអត្រាកម្មរហូតដល់ចំណុចសមមូលអាស៊ីតបាសអូខេរហូតដល់ចំណុចសមមូលអាស៊ីតបាសទើបយើងអាចដឹងទិន្នន័យរបស់បាសបានឥឡូវយើងមកមើលសំណួរខគណនាកំហាប់អ៊ីយ៉ងអ៊ីដ្រូស៊ីតដែលមាននៅក្នុងសូលីសុងសម័យកាលតាំងប្រតិកម្មបើសិនជាយើងមិនសរសេរសម័យកាលនោះយើងអត់ដឹងទេថាវាបែបម៉េចចឹងណាអូខេឬក៏យើងទាញទៅរម៉ូលអីហ្នឹងក៏ពិបាកដែរបើសិនជាយើងអត់សរសេរពេលខ្លះក៏គេអាចនឹងដកបន្ទុកយើងទៅតាមជាក់ស្ដែងអញ្ចឹងយើងយកកំហាប់អ៊ីយ៉ងអ៊ីដ្រូញូមទៅបូកជាមួយនឹង OH ដកស្មើជាមួយនឹង2ទឹកហេតុអីដោយសារតែកំហាប់អ៊ីយ៉ងអ៊ីដ្រូញូមនេះគឺវាបានមកពីអាស៊ីតតើណាដោយសារតែក្នុងប្រធានរបស់យើងគេនិយាយពីអាស៊ីតអញ្ចឹងកាលណាដែលយកអាស៊ីតទៅបូកជាមួយនឹងទឹកពេលហ្នឹងវានឹងទទួលបានកំហាប់អ៊ីយ៉ងអ៊ីដ្រូញូមអូខេហើយ OH ដកនេះក៏ដូចគ្នាដែរវាបានមកពីបាសអញ្ចឹងយើងអាចសរសេរទម្រង់បែបហ្នឹងក៏បានឬក៏យើងយកអាស៊ីតបាសហ្នឹងមកបូកផ្ទាល់ក៏បានឥឡូវយើងចូលមកបន្តទៀតនិយាយពីតាបើយើងសរសេរសម័យកាលបែបហ្នឹងហើយយើងដាក់តាមប្រតិកម្មបន្សាបដោយសារតែប្រតិកម្មអាស៊ីតបាសហ្នឹងវាជាប្រតិកម្មបន្សាបទៅហើយតើណាគួរតែដឹងដែរណាប្រយ័ត្នភ្លេចណាអញ្ចឹងវាជាប្រតិកម្មបន្សាបយើងឃើញថាម៉ូលរបស់អ៊ីយ៉ងអ៊ីដ្រូញូមស្មើជាមួយនឹងម៉ូលអ៊ីយ៉ងអ៊ីដ្រូស៊ីតអញ្ចឹងយើងបានសមមូល CAVA ស្មើជាមួយនឹង CBV អញ្ចឹង CA ហ្នឹងគឺជាកំហាប់របស់អាស៊ីត VA គឺជាមៀតរបស់អាស៊ីតមកពីពា concentration of acid អូខេកំហាប់ណាមៀតនេះដូចជា volume of acid ហើយនេះក៏ដូចគ្នាដែរកំហាប់បាសគុណជាមួយនឹងមៀតរបស់បាសអញ្ចឹងយើងចង់រកគឺរកកំហាប់អ៊ីយ៉ងអ៊ីដ្រូស៊ីតដែរអញ្ចឹងអ៊ីយ៉ងអ៊ីដ្រូស៊ីតរបស់យើងគឺជាបាសអូខេអញ្ចឹងដោយសារតែបើតាមសម័យកាលខាងលើយើងអាចដឹងបានទៀតថាវាជាម៉ូណូអាស៊ីតខ្លាំងនិងឌីអាស៊ីតខ្លាំងដោយសារអីប្រធានគេនិយាយថាគេយកកំហាប់អ៊ីយ៉ងអ៊ីដ្រូស៊ីតឃើញទេជាមួយនឹង HCl អញ្ចឹង HCl មិនខ្លាំងដែរអាស៊ីតខ្លាំងអញ្ចឹងយើងមិនចាំបាច់មានមេគុណទេតោះណាប៉ុន្តែបើសិនជាឌីអាស៊ីតយើងត្រូវបន្ថែមមេគុណណាមេគុណបើអត់ទេគឺខុសតែម្ដងអញ្ចឹងយើងបាន CB ស្មើជាមួយនឹង CAVA នៅលើ VB អញ្ចឹង CA ស្មើជាមួយនឹង 0.3 នៅក្នុងប្រធានដែលគេឲ្យមកឃើញទេលំហាត់ហ្នឹងគឺមានអារម្មណ៍ថាស្រួលទេវាអត់មានអីស្មុគស្មាញណាអូខេអញ្ចឹង VA ស្មើជាមួយនឹង59 មីលីលីត្រ
VB ស្មើជាមួយនឹង50 ml អូខេ50 ml អានេះគឺជាបំរាប់នៃប្រធានគេឲ្យមកទេណាថាបំរាប់នៃប្រធានដែលគេឲ្យមកទេក្នុងនេះគូបញ្ជាក់ដែរថាវាសរសេរខុសបន្តិច59 12ដង sorry ណាបន្តមកទៀតយើងជំនួសអនុវត្តជាលេខចូលមកយើងបានអីគេយើងបាន 0.3 គុណជាមួយនឹង59ចែកជាមួយនឹង50អញ្ចឹងយើងបាន 0.35 បាទទេអញ្ចឹងយើងដាក់ដូចនេះមកកំហាប់អ៊ីយ៉ុងអ៊ីដ្រូស៊ីតស្មើជាមួយនឹង CB ហេតុអីមិនស្មើមួយ CB ដោយសារតែអូខេវាជា mono បាសខ្លាំងអូខេវាជា mono បាសខ្លាំងអញ្ចឹងកាលណាវាជា mono បាសខ្លាំងយើងអាចវិចារពីលើនេះបន្ថែមវាក៏បានដែរឬក៏វិចារនៅខាងក្រោមហ្នឹងក៏អត់អីដែរអញ្ចឹងយើងវិចារមកថាអីអញ្ចឹងទៅស្មើជាមួយ CB ហេតុអីអញ្ចឹងដែរណាប៉ុន្តែយើងបាច់វិចារក៏អត់អីដែរដោយសារគេដឹងហើយថាវាជា mono បាសខ្លាំងអូខេអញ្ចឹងវាស្មើជាមួយនឹង 0.35 ឥឡូវយើងចប់ប៉ុណ្ណឹងវីដេអូក្រោយយើងនឹងជួបគ្នានៅវិញ្ញាសាថ្មីអូខេបាយបាយ